អ្នកគ្រូជាការល្អណាស់កូនតែកូនចេះយកទឹកមកសាលារៀនដល់ខ្លួនឯងអញ្ចឹងខ្ញុំតែងតែច្រត់ទឹកពេញដបយកមកសាលារៀនជារៀងរាល់ថ្ងៃនឹងអ្នកគ្រូព្រោះចោះទឹកនឹងជាទឹកសម្រាប់ទទួលទានមែនអត់កូនបាទអ្នកគ្រូវាជាទឹកដាំពុះព្រោះថាខ្ញុំមានទម្លាប់ញ៉ាំទឹកឆ្អិនព្រោះខ្លាចមានមេរោគនាំឲ្យកើតជំងឺផ្សេងរាល់ថ្ងៃខ្ញុំច្រត់ទឹកដឹងចូលក្នុងដបយកមកសាលារៀនហើយនៅពេលមកដល់ផ្ទះវិញខ្ញុំបានលាងសម្អាតដបរួចកាប់ទុកស្ដាប់មើលទៅគ្រួសារកូនមានអនាម័យល្អណាស់ណោះព្រោះចោះទឹកនឹងមានប្រភពមកពីណាដែរដងពីអណ្ដងក្រោយផ្ទះអ្នកគ្រូពីមុនធ្លាប់មានគេមកពិសោធន៍អណ្ដងនោះថាគ្មានបញ្ហាអ្វីទេអាចប្រើប្រាស់បានប៉ុន្តែម្ដាយរបស់ខ្ញុំបាននិយាយថាជាការល្អយើងត្រូវដាំទឹកឲ្យពុះមុននឹងញ៉ាំល្អណាស់កូនព្រោះចោះកូនមានចាំមេរៀនដែលពាក់ព័ន្ធជាមួយនឹងទឹកស្អាតសម្រាប់ទទួលទានដែរអត់ចាំអ្នកគ្រូវាអាចជាទឹកដាំពុះទឹកចម្រោះឬទឹកដែលគេបដាក់ក្លូរីនតាមស្តង់ដាររួចត្រឹមត្រូវហើយកូនប៉ាកែណាស់តែតាមធម្មតាកូនយកទឹកមកសាលារៀនច្រើនប៉ុណ្ណាដែរយ៉ាងតិចកន្លះលីត្រដបនេះអ្នកគ្រូហើយបើកូនស្រេកទឹកហើយគ្មានទឹកនៅក្នុងដបតើកូនគួរញ៉ាំទឹករួមជាមួយនឹងមិត្តភ័ក្តិដែរឬក៏អត់អត់ទេអ្នកគ្រូព្រោះពួកគេអាចនឹងមានជំងឺហើយចម្លងមកយើងពេលញ៉ាំដបរួមគ្នាត្រូវហើយកូនពិតជាយល់ពីបញ្ហានេះច្បាស់ណាស់ណោះអ្នកគ្រូសង្ឃឹមថាយើងនឹងមានធុងចម្រោះទឹកប្រើគ្រប់គ្រាន់នៅតាមថ្នាក់រៀនក្នុងពេលឆាប់ៗនេះអូបានអញ្ចឹងមែនមិនដឹងជាល្អយ៉ាងណាទេអ្នកគ្រូព្រោះពួកយើងមិនចាំបាច់យកទឹកមកសាលារៀនទេគ្រាន់តែយកដបមួយទុកច្រត់ទឹកញ៉ាំរួចជាការស្រេចហ្នឹងហើយកូនទោះបីជាសាលារៀនយើងមិនទាន់មានទឹកម៉ាស៊ីនប្រើក៏យើងអាចយកទឹកម្ដងមកច្រាស់ប្រើគ្រប់គ្រាន់បានដែរដល់ពេលនោះខ្ញុំស្ម័គ្រចិត្តថាខ្ញុំនឹងដងទឹកពីអណ្ដងមកបំពេញក្នុងធុងចម្រោះទឹកនោះជារៀងរាល់ថ្ងៃតែម្ដងកូនពិតជាមានទឹកចិត្តល្អណាស់ណោះប៉ុន្តែអ្នកគ្រូគិតថាសិស្សទាំងអស់នៅតាមថ្នាក់រៀនយើងអាចជួយគ្នាទៅវិញទៅមកបានតាមការដាក់វេនជាក់ស្ដែងបាទអ្នកគ្រូដល់ពេលនោះសាលារៀនយើងនឹងមានទឹកគ្រប់គ្រាន់សម្រាប់ញ៉ាំជាពំខានអ្នកគ្រូនឹងលើកសំណើនេះទៅកាន់លោកនាយកដើម្បីយកទៅពិភាក្សាជាមួយនឹងគណៈកម្មការសុខភាពសិក្សាស្វែងរកដំណោះស្រាយថាបរិញ្ញាខ្ញុំសូមបណ្ដល់ទេវតាសូមលោករក្សាលោកគ្រូអ្នកគ្រូគ្រប់គ្នាជំរាបសួរអ្នកគ្រូចេញក៏ចុះមកមានអីចង់ឲ្យខ្ញុំជួយមែនទេអ្នកគ្រូចាលោកនាយកខ្ញុំមានការចង់មកពិភាក្សាជាមួយនឹងលោកនាយកពីស្ថានភាពទឹកស្អាតសម្រាប់ទទួលទាននៅក្នុងសាលារៀនយើងហ្នឹងណាហើយមុននេះបន្តិចខ្ញុំបានជជែកលេងជាមួយនឹងសិស្សរបស់ខ្ញុំដែរពីបញ្ហានេះទឹកស្អាតសម្រាប់ទទួលទានណាចាបើសិនជាសាលារៀនយើងអាចផ្ដល់ទឹកគ្រប់គ្រាន់ឲ្យសិស្សបានគ្រប់គ្នាមិនដឹងជាល្អប៉ុណ្ណាទេលោកនាយកខ្ញុំដូចជានៅមិនទាន់យល់អ្នកគ្រូអាចបង្ហាញពីចំណុចនិងកលឹះដែលចង់លើកឡើងនឹងឲ្យពិតប្រាកដបានទេខ្ញុំចង់និយាយថាបើសាលារៀនយើងមានធុងចម្រោះទឹកសម្រាប់ឲ្យសិស្សទទួលទានគ្រប់វេនសិក្សាមិនដឹងជាល្អប៉ុណ្ណាហ្នឹងណាលោកនាយកហើយសិស្សរបស់ខ្ញុំគេបានបញ្ញារួចហើយថាគេនឹងជួយចាក់ទឹកបំពេញធុងជារៀងរាល់ថ្ងៃតាមថ្នាក់រៀនហើយលោកនាយកបើសិនជាឈានដល់ចំណុចហ្នឹងមែនណាសាលារៀនយើងនឹងទទួលបានផ្កាយ3ក្នុងលក្ខខណ្ឌទឹកស្អាតសម្រាប់ទទួលទាននេះជាក់ជាមិនខានចំណុចនេះល្អណាស់តែយើងត្រូវការថវិកាដើម្បីទិញធុងចម្រោះដាក់តាមថ្នាក់នីមួយៗខ្ញុំនឹងយកបញ្ហានេះទៅពិភាក្សាជាមួយនឹងគណៈកម្មការសុខភាពសិក្សាខ្ញុំជឿជាក់ថាគណៈកម្មការសុខភាពសិក្សានឹងទទួលយកគំនិតដូចដើមនេះហើយពួកគេប្រកាសជាជួយជ្រោមជ្រែងដោះស្រាយបញ្ហាមួយនេះតាមមធ្យោបាយផ្សេងៗដូចជាការអំពាវនាវស្វែងរកការគ្រប់គ្រងពីប្រភពផ្សេងៗខ្ញុំក៏គិតអញ្ចឹងដែរថ្មីកន្លងមកនេះខ្ញុំបានជម្រាបទៅគណៈកម្មការសុខភាពសិក្សាក្នុងអង្គប្រជុំថាគណៈគ្រប់គ្រងរបស់យើងកំពុងតែស្វែងរកជំនួយពីសប្បុរសជននានាដើម្បីកែលម្អបង្គន់អនាម័យនិងបង្គន់នោមហើយពួកគេបានគាំទ្រយើងយ៉ាងពេញទំហឹងដោយឡែករឿងផែនការបំពាក់ធុងចម្រោះនៅតាមថ្នាក់នេះខ្ញុំនឹងលើកយកទៅពិភាក្សាជាមួយនឹងពួកគេបន្ទាប់ពីរបៀបវិរៈបង្គន់អនាម័យនៅក្នុងកិច្ចប្រជុំតខាងមុខនេះខ្ញុំជឿជាក់ថាពួកគេនឹងជួយដោះស្រាយពីបញ្ហានេះជាក់ជាបំខានលោកនាយកគិតចុះគិតឡើងគួរតែយកបញ្ហាទាំងពីរនេះបញ្ចូលគ្នាតែមួយតែម្ដងទៅហើយយើងស្នើឲ្យគណៈកម្មការសុខភាពសិក្សាជួយដោះស្រាយផ្នែកអនាម័យផងផ្នែកទឹកស្អាតសម្រាប់ទទួលទានផងយល់ស្របលោកនាយកខ្ញុំគិតថាបញ្ហាទាំងពីរនេះដើរទន្ទឹមគ្នាត្រឹមត្រូវហើយអ្នកគ្រូតាមពិតទៅយើងក៏មានកញ្ចប់ថវិកាតិចតួចផ្នែកទឹកស្អាតនិងអនាម័យដែរតែវាមិនគ្រប់គ្រាន់
អញ្ចឹងហើយយើងត្រូវការជំនួយគាំទ្របន្ថែមដូចជាថវិកាក្តីកម្លាំងពលកម្មក្តីឬជាបច្ចេកទេសពីប្រភពផ្សេងគ្នាដូចជាក្រុមប្រឹក្សាគុំសង្កាត់សហគមន៍និងមេដាបៃតាសិស្សតាមរយៈគណៈកម្មការសុខភាពសិក្សាខ្ញុំជឿថាតិចឬច្រើនពួកគេនឹងចូលរួមជួយយើងចាក់ចេញមិនខាន